នេះគឺជាប្រតិទិនឆ្នាំថ្មីឆ្នាំ2026ឆ្នាំនេះខុសពី2ឆ្នាំមុនដោយសារតែសមាជិកថាធ្វើដៃខ្លួនឯងអញ្ចឹងណាព្រោះអីបើសិនជារងចាំទៅប្រើប្រាស់សេវាកម្មនៅ store ឬក៏នៅខាងធនាគារអញ្ចឹងអាចកំឡុងខែ1ឬក៏ខែ2មិនបាន calendar នឹងមកហើយមួយទៀតដោយសារតែយើងមានរំលំ calendar ចាស់នៅលើតុរបស់យើងដែរអញ្ចឹងយើងក៏គូវាស់វែងដើម្បីរៀបចំ calendar ថ្មីមកតើហើយបើសួរថាគាត់ទៅទិញនៅផ្សារទៅវាអត់មានអស់តម្លៃហ្មងទេមិនក៏រិះម្លេះតែពិតទៅមិនរិះទេដោយសារតែថ្ងៃហ្នឹងគឺជាថ្ងៃចូលឆ្នាំទី1នៃឆ្នាំសកលដល់ពេលអញ្ចឹងទៅគិតថាតនេអត់ធ្វើអីទៅដែរអញ្ចឹងក៏គិតថាតែសេលេងទៅយើងនឹងឆ្នៃបាន calendar មួយហើយគូវាឆ្នៃហើយហ្នឹងយើងចាប់ផ្ដើមយកដែលយើងបានតាំង12ស្លឹកហ្នឹងយកមកបិទទៅលើ calendar ចាស់ដែលយើងមានស្រាប់ទៅអញ្ចឹងបើគិតមើលទៅយើងបិទហើយវាក៏ផាក់ផាយទៅនឹង calendar ថ្មីដែរគ្រាន់ថាយើងធ្វើដៃខ្លួនឯងអញ្ចឹងណាអញ្ចឹងយើងដាក់ថ្ងៃខែដាក់អីស្រួលហើយយើងអាចប្រើបានហើយ